បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងបេរដ្ឋកាលីហ្វ័រញ៉ាបាទនេះគឺជារាត្រីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025បាទនៅរាត្រីនេះគឺព័ត៌មានដូចជាមិនមនោរម្យទេមានភាពសោកសង្រេងតិចហើយដោយសារតែស្ថានភាពព្រំដែននៅក្តៅគគុកដែលកម្រើកឡើងវិញដែលធ្វើឲ្យអឺប្រជាពលរដ្ឋខ្មែរជាច្រើនក៏មានក្តីអស់សង្ឃឹមដោយសារតែការវិវត្តនេះវាមើលទៅដូចជាកាន់តែត្រដាបត្រដួសជាជាងភាពល្អប្រសើរបាទព័ត៌មានប្រចាំរាត្រីនេះគឺមានមេតិការដូចតទៅទីមួយគឺថៃផ្អាកដោះលែងទាហានខ្មែរគ្មានកាលកំណត់និងព្យួរសេចក្តីថ្លែងការណ៍រួមក្រោយទាហានថៃស្រមោចក្នុងខោដើរជន់មីននៅព្រំដែនយោធាថៃចោទទាហានខ្មែរថាផ្ទុះអាវុធច្រើនគ្រាប់នៅតំបន់ប្រាសាទតាមាន់ធំដើម្បីបង្កហេតុឲ្យមានសង្គ្រាមជាលើកទី2មន្ត្រីខ្មែរស្រុះគ្នាការពារអ្នកអង្គការលីយ៉ុងផាត់ដោយចាត់ទុកចំណាត់ការថៃថាជាល្បិចនយោបាយបំបាក់មុខគ្នាថៃជួបប្រជុំជាមួយតំណាងជាង40ប្រទេសរឿងអ្នកអង្គការចិនស៊ីកម្ពុជាប្រជុំដែរខាងខ្មែរបង្ហាញការគោរពលក្ខខណ្ឌនៃសេចក្តីប្រកាសរួមបាទលោកប៊ុនស៊ីនបាត់ខ្លាំងបានក្រឡះសម្ដីរឿងថាមានអ្នកបញ្ជាឲ្យឈប់បាញ់កាលពីថ្ងៃដំបូងរដ្ឋាភិបាលអាមេរិកអាចបើកឡើងវិញឆាប់ៗក្រោយសមាជិកព្រឹទ្ធសភាបកប្រឆាំងបង្ក្រប់សម្លេងឆ្នោតនិងលោកត្រាំថាអ្នកជំទាស់ការដំឡើងពន្ធគយគឺជាមនុស្សភ្លីភ្លើមិនចេះមើលផលចំណេញបាទនឹងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃដែលមានផ្សេងទៀតទៅតាមការគួរបាទបងប្អូនព័ត៌មានដំបូងទៅមុនគឺដែលខ្ញុំនិយាយថាដំណឹងមិនសូវជាល្អហើយជារឿងសោកសង្រេងដែលធ្វើឲ្យបញ្ហាព្រំដែនមើលទៅប្រហែលជាទៅមុខមិនរួចទេគឺនឹងនៅជាប់គាំងហើយនឹងអាចនឹងមានបញ្ហាជាមួយគ្នាយូរអង្វែងតទៅទៀតរឿងនេះគឺតាក់ទងនឹងពេលដែលរដ្ឋាភិបាលថៃទាំងយោធាថៃទាំងរដ្ឋាភិបាលថៃយើងកាលលើកមុនថាបរដ្ឋាភិបាលថាអីយើងមិនសូវជឿក្បាលទេព្រោះអីតែទាហានអត់តនិយាយអីចាំមើលទាហានសិនឥឡូវទាំងយោធាទាំងរដ្ឋាភិបាលគឺស្រុះគ្នានៅក្នុងការប្រកាសគឺទី1ផ្អាកដោះលែងទាហានខ្មែរទាំង18នាក់ដោយគ្មានកាលកំណត់ទី2ព្យួររាល់កិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមឬអីក៏ដោយដែលចរចាជាមួយកម្ពុជាដោយឥតកាលកំណត់ដែរគឺក្រោយទាហានថៃសម្ោចក្នុងខោដើរជន់មីនផ្ទុះនៅតំបន់ព្រំដែនដាច់ជើងម្នាក់ទៀតរបួសម្នាក់ទៀតបាទនេះគឺជារឿងដែលអកុសលដោយថាឥឡូវខាងភៀកគីថៃថ្ងៃនេះទាំងលោកអនុទិនច័ន្ទវរៈគុលដែលជានាយករដ្ឋមន្ត្រីថៃទាំងលោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកណាត់តភងណាផានិចនិងទាំងមន្ត្រីអគ្គបញ្ជាការជាន់ខ្ពស់កម្ពុជារបស់ថៃផ្សេងទៀតរួមទាំងទ័ពអាកាសរបស់ថៃផងសុទ្ធតែប្រកាសតាក់ទងនឹងការដែលឈប់ជជែកអីជាមួយកម្ពុជាតទៅទៀតទៅរឿងព្រំដែនហ្នឹងព្រោះអីគេចាត់ទុកថាកម្ពុជាមិនធ្វើឲ្យថៃមានសុវត្ថិភាពទេនេះជាការចោទប្រកាន់របស់គេទេណាហើយរឿងនេះកើតឡើងគឺដោយសារតែថ្ងៃមិញនេះមានទាហានថៃ2នាក់បានរងរបួសម្នាក់បានដាច់ជើងស្ដាំទៀតនៅឯតំបន់នៅចន្លោះប្រាសាទព្រះវិហារហើយនិងភ្នំទ្រាប់បាទការដែលពួកគាត់ល្បាតនៅក្នុងតំបន់ព្រំដែនខ្មែរថៃនេះតាមពិតទៅបើខ្ញុំគិតថាពួកគាត់ច្បាស់ជាល្បាតចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាទៀតហើយព្រោះអីជាទូទៅនៅថៃវាអត់មានគ្រាប់មីនគ្រាប់អីហ្នឹងទេបើមានមីនមានតែមីនថៃដាក់ខ្លួនឯងហើយបើសិនជាដើរហួសតម្រាយផ្លូវនៃការល្បាតគឺបានន័យថាវាចូលក្នុងដែនអធិបតេយ្យកម្ពុជាហើយព្រោះអីតំបន់នៅព្រំដែនហ្នឹងមានច្រើនណាស់កាលពីជំនាន់សម័យសង្គ្រាមតាំងពីឆ្នាំទសវត្សរ៍ឆ្នាំ70ឆ្នាំ80ឆ្នាំ90អីហ្នឹងគឺសុទ្ធតែមានច្រើនហើយកម្ពុជាអត់ដែលនឹកនាទៅរកដោះមាននៅតំបន់ហ្នឹងហើយមិនដឹងថាដោះធ្វើអីផងព្រោះទុកចោលចឹងទៅកុំឲ្យថៃសម័យក្នុងខោចូលមកទន្ទ្រានដីខ្មែរដោយផ្ដេសផ្ដាស់សូម្បីតែមានមីនហ្មិចនៅតែមកជន់តាពីចុះហ្មមអត់អានេះអ្វីដែលកម្ពុជាធ្លាប់អះអាងឲ្យថាមីនហ្នឹងគឺជាមីនដែលថៃអាចដាក់ខ្លួនឯងច្រឡំជន់ខ្លួនឯងឬក៏ដើរត្រួសត្រាយ
នៅក្នុងការល្បាតផ្លូវលើតម្រាយផ្លូវថ្មីដែលអាចជ្រុលទៅចូលទៅក្នុងដីខ្មែរជាន់មីននិយាយទៅឲ្យតែជាន់មីនគឺដឹងដីខ្មែរព្រោះអីដីថៃមិនមានមីនទេថៃឯណាទៅដាក់មីនធ្វើអីនៅក្នុងដីគេបើយើងមានចំនួនគ្នាអញ្ចឹងគឺខ្មែរទេដែលចង់ការពារដូចថាកុំឲ្យមានការឈ្លានពានអីអញ្ចឹងក៏ប៉ុន្តែអានេះគ្រាន់តែជាការអះអាងទេក៏ប៉ុន្តែថៃឥឡូវនេះគឺលោកណាត់តភងណាភិនិចដែលជារដ្ឋមន្ត្រីណាភិនិចដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃហ្នឹងគឺបានចេញបញ្ជាឲ្យស៊ើបអង្កេតមួយទ្រង់ទ្រាយធំហើយទៅរកមើលថាមីនហ្នឹងវាជាមីនថ្មីឬក៏មីនចាស់ប៉ុន្តែមិនទាន់ការស៊ើបអង្កេតហ្នឹងមិនទាន់បានជាដុំកំភួនបានផលអីផងគឺរដ្ឋាភិបាលថៃបានចាត់ការផ្អាកការដោះលែងអ្នកទោសដែលយើងថាគេចោទយើងថាអ្នកទោសហ្នឹងតាមពិតគឺជាទាហានខ្មែរទាំង18នាក់ដែលជាទាហានស្លូតត្រង់គ្មានកំហុសអីសោះហ្នឹងគឺគេចាប់យកទៅជាចំណាប់ខ្មាំងហើយដែលគេជជែកគ្នានឹងម្ដងដោះម្ដងលែងម្ដងទុកនឹងថាថ្ងៃ12ថ្ងៃពុធនេះខាន់ស្អែកនេះថាដោះលែងឥឡូវហ្នឹងអាហ្នឹងគឺលែងជជែកហើយគឺលែងមានការដោះលែងលែងអីទៀតហើយទាហានទាំង18នាក់នឹងនៅរ៉ាំរ៉ៃក្រោមការគ្រប់គ្រងរបស់ថៃហើយនឹងខ្លាយទៅជាចំណាប់ខ្មាំងអស់មួយជីវិតហើយមកដល់ម៉ោងនេះគឺហៅលែងលឺទៀតហើយព្រោះអីកម្ពុជាបានសម្រួលអស់អត់បាញ់អត់អីដកកាភ្លើងដកអីអស់ពីព្រំដែនឥឡូវចាប់ផ្ដើមតែមានផ្ទុះមីនហ្នឹងគឺថៃយកលេសមកថាកម្ពុជាជាអ្នកបង្កហេតុទៀតហើយដល់ពេលបង្កហេតុភ្លាមហ្នឹងគឺឆ្លាស់ដៃធេងឥឡូវបើសិនជាថៃចាប់ផ្ដើមវាយប្រាវមកគឺកម្ពុជាដកកាភ្លើងធំអស់ចេញពីព្រំដែនទៅហើយអានេះគឺជារឿងដែលគោរពតាមកិច្ចព្រមព្រៀងឬក៏យើងហៅថាសេចក្តីថ្លែងការណ៍រួមថាឈប់បាញ់អីចឹងទៅហើយអនុវត្តតាមលក្ខខណ្ឌរបស់ថៃប៉ុន្តែថៃស្រមោចក្នុងខោគឺនៅតែដើរល្បាតនៅតែដើរទៅត្រុកតាមព្រៃហ្នឹងយើងឃើញចូលមករាល់តដងតាមកទាំងក្រុមទាំងវងអីអញ្ចឹងរាល់តែពេលមកប្រទេសជាមួយទាហានខ្មែររាល់តែថ្ងៃតែថៃមានដើរសម្រាប់ណាបើទោះបីជាក្នុងសេចក្តីថ្លែងការណ៍រួមហ្នឹងនៅទីក្រុងកាឡាលំពួងថ្ងៃ26ខែតុលាប្រាប់ថាសូមឲ្យរក្សាភាពស្ងៀមស្ងាត់ស្ងប់ស្ងាត់នៅណានៅហ្នឹងកុំសម្ោចក្នុងខោថៃអត់ដែលស្ដាប់ផងណាព្រោះថៃបើអត់សម្ោចក្នុងខោមិនអាចយកដីខ្មែរបានដូច្នេះវាត្រូវតែសម្ោចក្នុងខោព្រោះចំណេញអ្នកណាថាថៃភ្លីភ្លើឈួតលីលាអីថៃអត់ឈឺក្បាលព្រោះថៃចង់បានដីខ្មែរហើយគ្មានពេលណាដែលស្រួលយកដីខ្មែរជាងពេលហ្នឹងទៀតទេព្រោះពីមុនមកតែយកតតែវាយគ្នាតតែច្បាំងគ្នាតតែអីចឹងទៅប៉ុន្តែឥឡូវអត់ចាំបាច់បាញ់អស់កាភ្លើងអស់ក្របកទុះមកក្របបាញ់តែក្របលុញក៏អាចយកបន្លាលួសយកមកដាក់រាយយកក្នុងដីខ្មែរបានអញ្ចឹងថៃបានចិត្តតែឃើញខ្មែរស្លូតខ្មែរអត់ធ្មត់ខ្មែរអីអញ្ចឹងទៅគឺគេមើលងាយនិយាយឲ្យងាយស្ដាប់តែអញ្ចឹងគេមើលងាយយើងគេចេះតែធ្វើឲ្យដល់ពេលតែត្រុកមកតាមព្រៃអញ្ចឹងជន់មីនទៀតហើយជន់មីនហ្នឹងរបួសម្នាក់ហ្នឹងគឺដាច់ជើងស្ដាំហ្នឹងវាទៅជាអ្នកដែលដាច់ជើងទី7ហើយបើយើងគិតទៅទាហានថៃដែលដាច់ជើងនៅតាមតំបន់ព្រំដែនហ្នឹងមិនមែនលើកទី1ទេលើកទី7ហើយគ្រាន់តែថាករណីផ្ទុះមីននេះគឺវាយូរពីមុនមកហ្នឹងគឺដូចជា2ខែជាងបានទៅលឺសូរផ្ទុះមីនម្ដងទៀតហ្នឹងហើយម្នាក់ទៀតនោះដែលប្រហែលជាអាចត្រូវអតិពលឬក៏ផ្ទុះអាក្របផ្ទុះហ្នឹងទៅវាធ្វើឲ្យចង់គាំងបេះដូងដែលធ្វើឲ្យពិបាកដកដង្ហើមអីហ្នឹងដោយសារតែប្រហែលជាអាចដើរល្បាតចិត្តគ្នាដូច្នេះរបួសគឺ2នាក់ហ្នឹងឯងម្នាក់ពីការជើងទៀតហើយខ្ញុំមែនតើខ្ញុំចូលរួមសោកស្ដាយបង្ហាញនៅការសោកស្ដាយចំពោះទាហានថៃផងដែលរងរបួសឬក៏ដូចថាជួបហេតុការណ៍បែបនេះណាប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងខ្ញុំគិតថាវាដោយសារតែអំពើឬក៏កម្មនៃសម្ោចក្នុងខោនឹងដែរដែលធ្វើឲ្យពួកគាត់មានបញ្ហាដល់តែមានបញ្ហាឥឡូវចាប់ផ្ដើមទម្លាក់កំហុសនេះទាំងអស់មកលើកម្ពុជាហើយថាកម្ពុជាដាក់មីនថ្មីទៀតដូច្នេះឥឡូវគេចាប់ផ្ដើមស៊ើបអង្កេតទៅហើយឥឡូវលោកអនុទិនច័ន្ទវរៈគុលបានប្រកាសថាស្អែកនេះគាត់នឹងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃដើម្បីពិនិត្យមើលស្ថានភាពឡើងវិញតែពិនិត្យអីឬក៏ធ្វើអីក៏ដោយស្ថានភាពវាអត់ដូចដើមវិញទេព្រោះនៅពេលដែលមានផ្ទុះមីនហ្នឹងគឺសាធារណជនថៃចាប់ផ្ដើមនាំគ្នាមួម៉ៅក្រៅកាហាយភ្លាមខឹងថៃទៀតថាដកកាភ្លើងចេញពីព្រំដែនបើទោះបីមានកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមថាព្រមគ្នាអីក៏ដោយឥឡូវថៃចាប់ផ្ដើមររឿងប្រជាប្រដ្ឋថៃររឿង
រដ្ឋាភិបាលថៃនិងទាហានថៃថាព្រមដកកាភ្លើងធំតាមកម្ពុជាដែរតែបើថាកម្ពុជាធ្វើតាមលក្ខខណ្ឌថៃក៏ដោយតែដកកាភ្លើងចេញពីព្រំដែនអស់ប៉ុន្តែឥឡូវនេះដើម្បីស្អំចិត្តប្រជាពលរដ្ឋថៃគឺទ័ពអាកាសរបស់ថៃគឺមិនសូម្បីតែប្រើពាក្យហ្នឹងមិនមែនប្រើពាក្យតែព្យួរទៅទៀតដំបូងហ្នឹងចេញសេចក្តីថ្លែងការណ៍ថាលុបចោលកិច្ចព្រមព្រៀងទាំងអស់ដែលមានជាមួយកម្ពុជាអត់មានតាក់ទងនឹងព្រមព្រៀងអីទៀតទេលុបចោលបាទព្រោះប្រើពាក្យភាសាអង់គ្លេសប្រែថា terminate ក្រោយមកក៏ប្រើពាក្យ suspend អីទៅព្យួរឬក៏ផ្អាកអីអញ្ចឹងប៉ុន្តែដំបូងឡើយហ្នឹងគឺប្រើពាក្យថាលុបចោលរាល់កិច្ចព្រមព្រៀងបើទោះមិននិយាយទាំងសេចក្តីថ្លែងការណ៍រួមនៅកូឡាលំពួរក៏បានន័យថាឲ្យតែមានសេចក្តីព្រមព្រៀងអីជាមួយខ្មែរគឺទ័ពអាកាសថៃអត់មានទុកទេគឺលុបឈប់អនុវត្តបានន័យថាម៉េចបានន័យថាម៉ោងណាក៏យន្តហោះ F16 ថៃនិងយន្តហោះទម្លាក់គ្រាប់ Gripen Fighter Jets ដែលថៃទិញពីស៊ុយអែតអាចយកមកទម្លាក់គ្រាប់នៅប្រទេសកម្ពុជាបានគ្រប់ពេលព្រោះគេបានប្រាប់ថាកងទ័ពអាកាសបានរំលាយចោលឬក៏លុបចោលនៅកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមនឹងកិច្ចព្រមព្រៀងដទៃទៀតដែលមានសន្តិភាពជាមួយខ្មែរទៅហើយហ្នឹងរឿងនេះគឺជារឿងគ្រោះថ្នាក់មែនតើព្រោះអីនៅពេលដែលគាត់ប្រកាសបែបនេះគឺទ័ពអាកាសបានន័យថាបើកភ្លើងខៀវឲ្យទ័ពអាកាសអាចទម្លាក់គ្រាប់បានដោយមិនចាំបាច់គ្រប់តាមគោលការណ៍អីទៀតទេហើយលេសរបស់គេគឺគេចោទថាកម្ពុជាបង្កហានិភ័យអសន្តិសុខដល់ប្រទេសថៃដោយសារតែរឿងគ្រាប់មីនហ្នឹងតែភ្លេចគិតថាខ្លួនឯងសម្ោចក្នុងខោទេបាទអានេះរឿងយើងវាអកុសលណាបងប្អូនចឹងបានខ្ញុំនិយាយថាចរចាជាមួយថៃអត់ចំណេញអីទេយើងបានតែធ្វើឲ្យថៃបានចិត្តគ្រប់ពេលខ្ញុំថាចរចាឬក៏សម្របសម្រួលឬក៏អត់ធ្មត់ឬក៏អីហ្នឹងក៏ធ្វើទៅដើម្បីសុខសន្តិភាពខ្ញុំអត់ដែលប្រកែកខ្ញុំអត់ដែលតតាំងរឿងហ្នឹងទេព្រោះអីខ្ញុំជឿថាស្រុកយើងវាមានសង្គ្រាមយូរហើយយើងថៃនិងខ្មែរនេះវាជាប្រទេសជិតខាងភូមិផងលបងជាមួយគ្នាវាអត់អាចទៅរស់នៅដោយមិនពឹងពាក់គ្នាទៅវិញទៅមកបានទេព្រោះអីយើងវានៅជាប់លបងគ្នាតោះតែយើងជីកយកប្រទេសយើងនឹងយកទៅកវត្តចោលកដាលសមុទ្រមួយខាងម្នាក់ឬក៏ឆ្ងាយពីគ្នាអាហ្នឹងបានវាទៅរួចប៉ុន្តែលក្ខណៈភូមិសាស្ត្រនេះគឺវាអត់វាជាកម្មវាជាភាពចង្រៃហ្នឹងគឺវាត្រូវតែដោះស្រាយហើយដល់ពេលដោះស្រាយគឺយើងត្រូវរើគ្នាត្រូវតែដោះស្រាយជាមួយគ្នាឲ្យវាមានភាពលោកលឿនគ្នាហើយកម្ពុជាធ្វើលោកលឿនហ្នឹងហើយប៉ុន្តែថៃគេអត់ព្រមអញ្ចឹងហើយបានខ្ញុំថាបើចរចាបដាលថៃលឹបសម្ោចក្នុងខោឲ្យថៃប្រទេសផ្ដាស់ចាស់ប៉ុន្តែយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រោះអីបើអត់ប្តឹងគឺបានន័យថាយើងឲ្យថៃកាច់យើងបានគ្រប់រឿងហើយយើងចេះតែស្លូតយើងចេះតែសម្របអញ្ចឹងទៅថៃបានចិត្តរហូតហើយថៃកាច់យើងបានហ្នឹងតទៅពេលឥឡូវឃើញដល់ពេលយកករណីផ្ទុះមីនខ្ញុំជឿថាវាមិនមែនជារឿងថៃបង្កើតឲ្យមានព្រឹត្តិការណ៍ផ្ទុះមីនដើម្បីឲ្យដាច់ជើងទាហានថៃហើយមកយកលេសដើម្បីវាយសង្គ្រប់កម្ពុជាឲ្យមានសង្គ្រាមលើកទី2អីទៀតទេខ្ញុំជាទូទៅខ្ញុំមិនរហូតដល់ជ្រុលនិយមនឹងគិតថាថៃនឹងធ្វើប្រទេសផ្ដាស់ក៏ប៉ុន្តែក៏មិនសូវជាឆ្ងល់ហ្មងដែរបើថៃធ្វើប្រទេសផ្ដាស់ក៏ប៉ុន្តែភាពគ្រោះថ្នាក់នៃទាហានថៃដែលផ្ទុះមីនផ្ទុះអីចឹងរបួសដាច់ពីការជើងទាហានអីចេះទៀតហើយយកទាហានយកមកចំណាយអីច្រើនគ្នាដល់7នាក់នេះខ្ញុំជឿថាមិនអាចទៅរួចទេចង់និយាយថាអាល្បិចស្មោកគ្រោកនេះវាធ្វើបានម្ដងមួយករណីអីបានតទៅពេល7ករណីបែបនេះខ្ញុំជឿថាថៃខ្លួនឯងសម្ោចក្នុងខោទេហើយផ្្លាត់ស្នៀតនៅក្នុងការដើរមកអញ្ចឹងលុកទៅក៏វាត្រូវអញ្ចឹងតែមិនមែនជាឈុតឆាករៀបដើម្បីឲ្យមានសង្គ្រាមទៀតទេព្រោះថៃអត់មានចាំបាច់មានលេសអីធ្វើសង្គ្រាមជាមួយកម្ពុជាបានចង់ធ្វើអីក៏បានដែរព្រោះថៃអត់គ្រប់កិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍ថៃហ៊ានប្រើ Fighter Jet យន្តហោះបណ្ដេញទម្លាក់គ្រាប់ប្រើគ្រាប់បែកចង្កោមប្រើអូស្មန်ដែលភាគីកម្ពុជាចោទថាជាអូស្មန်ពុលលាក់នឹងលាក់អីថៃមានដែរខ្លាចបំពេញមកពីណាដូច្នេះអត់មានរឿងអីត្រូវបង្កើតព្រឹត្តិការណ៍ផ្ទុះមីននឹងដើម្បីវាយខ្មែរទេថៃចង់វាយពេលណាក៏បានដែរគ្រាន់តែថាសប្តាហ៍ថ្ងៃនេះគឺថៃរងសម្ពាធច្រើនពីសហគមន៍អន្តរជាតិដែរដែលថាកម្ពុជាកំពុងតែអត់ធ្មត់កំពុងតែសម្របសម្រួលតែថៃហេតុអីបានជាសម្ោចក្នុងខោ
ហើយកំពុងតែរងសម្ពាធខ្លាំងមែនទែនរឿងត្រូវដោះលែងទាហានខ្មែរទាំង18នាក់ព្រោះអីនៅសល់លក្ខខណ្ឌច្រើនណាស់ដែលថៃគិតថាកម្ពុជាដូចជានៅមិនទាន់គោរពឲ្យអស់ជាពិសេសឧទាហរណ៍ដូចជារឿងភូមិព្រៃច័ន្ទភូមិជោគជ័យរឿងណែដោះមីនឥឡូវវាអាចថាព្រឹត្តិការណ៍នេះគឺដាក់សម្ពាធខ្មែរព្រោះកាលហ្នឹងថៃឲ្យដោះមីន13កន្លែងឥឡូវខ្មែរព្រមដោះតែ5កន្លែងទេឥឡូវដល់ពេលមានរឿងនឹងកើតឡើងអាចធ្វើឲ្យចុងក្រោយចរចាជជែកអីជាមួយខ្មែរវិញគឺ13កន្លែងហ្នឹងខ្មែរត្រូវតែដោះឲ្យអស់អញ្ចឹងវាអាចព្រឹត្តិការណ៍ហ្នឹងកេងចំណេញនយោបាយរបស់ថៃហើយក៏ទុកទាហានខ្មែរ18នាក់ឲ្យកាន់តែយូរស្រេចតែខ្លួនចង់បានទៀតដីអត់មានតាក់ទងអីនឹងការទុកយូរទៀតទេព្រោះអីអ្នកដែលដាក់មីនដោះមីននេះអត់មែនទាហានទាំង18នាក់ហ្នឹងឯណាទាហានគ្នាជាប់ឃុំ18នាក់ហ្នឹង100ថ្ងៃជាងហើយណាគាត់មានបើទួដោះមីនផ្ទុះមីនអីក៏វាជារឿងទាហានថៃល្បាតប្រទេសផ្ដាស់ថាមានតែតាក់ទងអីរឿងទាហានដែលគ្នាយកគ្នាទៅតាំងថ្ងៃ29ខែកក្កដាមករួយ3ខែជាងហើយគ្នាមានតែប៉ះពាល់អីអារឿងថែមមីនឬមិនថែមមីនរឿងជន់មីនមិនជន់មីនអីហ្នឹងហេតុអីបានទៅតាក់ទងអីនឹងទុកគ្នាយូរតទៅទៀតវាអត់ត្រូវការទុកសោះព្រោះអីបើតាមមើលកម្ពុជាដូចសម្របខ្លួនអស់ហើយដោះស្រាយទៅដកកាភ្លើងធំអាគេឲ្យដោះដករហូតតរណាថ្ងៃ21ទៅអស់អាដំណាក់កាលទី1យើងដកអស់តាំងថ្ងៃទី8ម្សិលមួយថ្ងៃម៉េះដូចថាយើងធ្វើតាមគេដែរដូច្នេះវាមើលទៅគឺថៃដូចជាដាក់សម្ពាធកម្ពុជានឹងសម្បើមដែរដោយសារតែឃើញកម្ពុជាអត់ធ្មត់ពេកឥឡូវរឿងថៃនេះគឺខ្ញុំគិតថាវាមិនអាចនឹងវិលទៅរកភាពប្រក្រតីវិញទេគឺរហូតតតែមានរដ្ឋាភិបាលថៃថ្មីសិនហើយរដ្ឋាភិបាលថៃថ្មីនឹងក៏តែមិនដឹងថាបានផលអីដែរព្រោះទាហានថៃនិងយោធានិងរដ្ឋាភិបាលនឹងនិយាយអត់ត្រូវគ្នាទេថៃផ្សេងទៅរដ្ឋាភិបាលផ្សឹងទៅយោធាផ្សេងទៅហើយអញ៉ៃហើយថ្ងៃនេះពេលដែលមានបញ្ហាអញ្ចឹងហ្នឹងគឺឥឡូវហ្នឹងគឺថៃគេចោទទាហានខ្មែរយើងថាបាញ់បោះឬក៏ផ្ទុះគ្រាប់កំភ្លើងធុនតូចហ្នឹងនៅឯប្រាសាទតាមាន់ធំហ្នឹងប្រមាណគ្រាប់ទៀតហ្នឹងហើយទៅថៃគេប្រាប់មកថាគេរក្សាការស្ងៀមស្ងាត់គេមិនតបតទេតែកម្ពុជាកំពុងតែបាញ់គ្រាប់នៅប្រាសាទតាមាន់ធំនៅតំបន់ហ្នឹងដើម្បីញុះញង់បង្កហេតុឲ្យមានសង្គ្រាមទៀតខ្ញុំថាបើយើងនិយាយឲ្យមែនតើយើងវាមិនដឹងហេតុការពិតអីយ៉ាងម៉េចនៅហ្នឹងឯណាតើវាតានតាំងព្រោះឥឡូវប្រឈមមុខគ្នាមែនតើចង់តបាញ់គ្នាទៀតហើយប៉ុន្តែបើសិនជាឲ្យខ្ញុំជឿថាកម្ពុជាពិតជាបាញ់កាភ្លើងនឹងទៅដាក់ថៃមុនមែនហ្នឹងរកកន្លែងជឿមិនឃើញសោះទី1គឺកម្ពុជាមេខាងថ្នាក់លើនឹងបញ្ជាមកអស់ហើយសំបីអាគេចាប់យើងមក18នាក់តាមពិតមិនមែន18ទេកាលហ្នឹង20នាក់21នាក់នោះតែគេបានដោះលែងមកវិញខ្លះហ្នឹងមិនអញ្ចឹងទេបងប្អូនស្លាប់ម្នាក់ដោះលែងបាន2នាក់អញ្ចឹងទៅក៏នៅសល់18នាក់ហ្នឹងគឺគេចាប់ថ្ងៃ29ហ្នឹងគឺដោយសារតែថ្នាក់លើហាមកុំឲ្យបាញ់ហ្នឹងដែរក្រោយមកគេយកបលាលួសយករស័យគ្រាប់លុញគ្រាប់ឃ្លីគ្រាប់អីយកមកដាក់គ្រប់កន្លែងឈូសឆាយឆ្កាមីនអីទាំងអស់យើងនឹងនៅតែថាស្ងៀមស្ងាត់ថាស្ងប់យើងនៅស្ងប់តែមិនស្ងៀមតាមពិតស្ងប់ហើយស្ងៀមទៀតអត់ឲ្យតអត់អីអញ្ចឹងទៅដូច្នេះលក្ខខណ្ឌអ្វីដែលថ្នាក់លើបញ្ជាមកនេះគឺវាស្របនឹងគោលការណ៍បែបនេះគឺយើងអត់តគេយកដីយើងដល់ណាដល់ណីហើយមានរឿងអីដែលត្រូវទៅហ៊ានខ្មែរទៅបាញ់កាភ្លើងដៃកាភ្លើងខ្លីឬក៏កាភ្លើងតូចអាចអាការអាចអីនឹងនៅតំបន់ប្រាសាទតាមាន់ធំដើម្បីឲ្យប្រឆេះឲ្យថៃទម្លាក់គ្រាប់ទៀតព្រោះអារឿងមីនផ្ទុះមុនហ្នឹងគឺថាវាមានហេតុផលគ្រប់គ្រាន់ដើម្បីថៃចង់ធ្វើអីបានទៀតហើយហ្នឹងព្រោះហេតុអីបានចាំបាច់ទៅបាញ់កាភ្លើងដើម្បីឲ្យថៃវាយយើងបានទៀតដូចថាហេតុផលហ្នឹងវាដូចជារយៈកាផែលដែរណានិយាយទៅកាន់ជើងទាហានខ្មែរបន្តិចដែរកន្លែងនេះខ្ញុំមើលទៅវាដូចថាវាលើគោកពេកណាប៉ុន្តែហេតុការពិតយ៉ាងណាយើងអត់ដឹងព្រោះមកដល់ម៉ោងនេះក្រសួងការពារជាតិកម្ពុជាក៏អត់មានសេចក្តីថ្លែងការណ៍អីទាំងអស់គឺអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាក៏អត់មាននិយាយអីទាំងអស់និយាយគាត់កំពុងស្ទង់មើលសភាពការនិយាយទៅព័ត៌មានយើងក្រោយថៃតែរហូតទេថៃគេផ្សាយពេញពិភពលោកអស់បាត់ទៅហើយគឺម៉ោងនេះគឺកាសែតពិភពលោកផ្សាយថាថៃបានផ្អាក
ដោះលែងទាហានខ្មែរទាំង18នាក់ហើយនឹងលុបចោលសេចក្តីថ្លែងការណ៍រួមឬក៏ឈប់អនុវត្តសេចក្តីថ្លែងការណ៍រួមនឹងដោយគ្មានការកំណត់ដោយសារតែរឿងបញ្ហាថៃជន់មីនដែលគេចោទថាខ្មែរដាក់ឥឡូវនៅកាសែតបរទេសកាសែតអន្តរជាតិអីគេផ្សាយមកគេថាយើងនឹងគឺជាអ្នកដាក់មីនទៀតអីចឹងព្រោះអីថៃគេធ្លាប់ចោទយើងមកអារឿងដាក់មីនថ្មីថែមមកកណោក៏ដឹកនោះយើងប្រកែកតែរហូតទេប៉ុន្តែព័ត៌មានយើងវាអត់មានតែព័ត៌មានថៃហ្នឹងចេញទៅលើពិភពលោកគេមើលមកខ្ញុំអានព័ត៌មានលើពិភពលោកគឺហាក់បីដូចជាទម្លាក់កំហុសថារឿងនេះគឺជារឿងកំហុសរបស់ខ្មែរបើទោះបីខំធ្វើអីមកកណោគេមើលអត់ឃើញសោះភ័ព្វយើងអត់ភ័ព្វអកុសលដោយសារតែយើងខ្លួនឯងបំផ្លាញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យខ្លួនឯងអានេះគេហៅកំបិតចិត្តដងបងប្អូនកម្មគឺបានន័យថាជាការប្រព្រឹត្តរបស់យើងបំផ្លាញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យសេរីរបស់យើងចោលខ្ទេចខ្ទីអស់បិទមាត់អ្នកសារព័ត៌មានគ្រប់សពដល់តែពេលយើងត្រូវការផ្សព្វផ្សាយសូម្បីតែនិយាយល្អពីយើងក្នុងគ្រាដែលត្រូវទប់ថៃក៏យើងរកសារព័ត៌មានឯករាជ្យរបស់យើងផ្សាយមិនបានដែរសារព័ត៌មានឯករាជ្យឬក៏របស់អន្តរជាតិមានមូលដ្ឋាននៅប្រទេសថៃទាំងអស់នៅខ្មែរក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសមួយក៏អត់អាចបើកគង់វងបានដែរដោយសារតែគេថាំចិត្តនឹងយើងធ្វើទុកបុកម្នេញអ្នកកសែតច្រើនពេកវាមិនដឹងនៅយ៉ាងម៉េចបើយើងអត់ឲ្យតម្លៃគេសំបីតែមកប៉ិនសរសៃសក់នេះណាអានឹងហើយដែលចង់បានថាខ្ញុំឲ្យតែនិយាយកន្លែងហ្នឹងចិត្តតែមួម៉ៅដែរព្រោះដោយសារអីចង់ឲ្យយើងមានព័ត៌មានផ្សាយទៅគេឲ្យមានឡងតបទៅគេវិញដែរយើងមិនអាចទៅគេថាអីក៏បានសេដ្ឋកិច្ចចឹងវាធ្វើឲ្យពិភពលោកមើលឃើញកម្ពុជាខ្មៅងងឹតហើយដល់ពេលចឹងទៅយើងអាចតបបានវាអាក្រក់សម្រាប់រដ្ឋាភិបាលដែលមានភាពអសកម្មធ្វើអីមិនកើតទៅបន្ទោសអ្នកសារព័ត៌មានណាប៉ុន្តែពេលនេះយើងត្រូវការព័ត៌មានឯករាជ្យដើម្បីជួយជាតិហើយដល់ពេលអត់មានព័ត៌មានឯករាជ្យទៅពឹងលើលោក Michael Alfaro ឯណាសិតតែក្រាំងក្រំដូច MMO អីចឹងទៅវិញទៅនាំគ្នាលើកជាវីរៈបរោះលើកអីទៅអីលាក់នឹងលាក់ទៅហើយលោក Michael Alfaro នឹងជាអ្នកផ្សាយព័ត៌មានឯករាជ្យមកពីណាគាត់និយាយម៉ាត់ណាក៏លើកជើងលោកត្រាំកប់មេឃហ្នឹងវាអត់មានសំបីតែនៅសហរដ្ឋអាមេរិកក៏គាត់លំអៀងទៅលោកត្រាំកាប់មុខផងចុះហ្មមទៅស្រុកខ្មែរហើយតើសហគមន៍អន្តរជាតិណាគេស្ដាប់គាត់យើងធ្វើបំផ្លាញនិយាយទៅខ្មែរស្រឡាញ់គាត់ពេញចិត្តខ្ញុំមិនថាអីទេដោយសារអីវាអាភ័ព្វឃើញទេនៅពេលដែលយើងអត់មានអីសោះអញ្ចឹងអ្នកណាគេផ្សាយឲ្យយើងបន្តិចហ្នឹងគឺយើងជ្រងយកអាគេហៅឈើពុកយកមកឆ្លាក់ធ្វើរូបបដិមាមកអំពេចហើយគោរពបូជាគ្រប់គ្នាអញ្ចឹងទៅប៉ុន្តែដោយសារអីដោយសារយើងអត់មានឈើខ្លឹមហើយបើយើងមិនយកឈើពុកនឹងយកអីទៀតវាអត់មានសោះតែម្ដងខ្ញុំអត់បន្ទោសបងប្អូនខ្មែរយើងទេគឺយើងរងគ្រោះនៅពេលដែលយើងអត់មានអីសោះយើងចេះតែទាញទៅពេលយើងលងទឹកអីគេហែលអណ្ដែតមកចិត្តយើងនឹងលាមកអីក៏ចេះតែតោងសិនទៅព្រោះអីបើអត់តោងយើងលងទឹកបាត់ទៅហើយនឹងអញ្ចឹងវាធ្វើឲ្យយើងអត់ជំរឿហើយបើយើងមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហេតុអីបានតែយើងទៅខ្វល់អីនឹងលោក Michael Alfaro ដែលគាត់ជាក្រុមអ្នកជំនួញដែលគិតពីប្រយោជន៍សួនតួរបស់គាត់ហើយប៉ុន្តែចៃដន្យឱកាសមាននឹងគាត់ក៏បានខ្លាយទៅជាវីរៈបរិះមួយរំពេចអីចឹងអាហ្នឹងវាអញ្ចឹងខ្ញុំចង់ថាតែខ្ញុំសរសើរការដែលគាត់ខំប្រឹងប្រែងហើយក៏មើលឃើញបងប្អូនខ្មែរហ្នឹងក៏គ្រប់គ្រងអីសម្បើមអញ្ចឹងដែរប៉ុន្តែរឿងថៃនិងរឿងកម្ពុជានិងរឿងថៃនេះណាគឺជារឿងមួយដែលត្រូវកែតម្រង់ធំណាស់គឺកែតម្រង់សពបែបយ៉ាងដើម្បីឲ្យយើងនឹងមានឥទ្ធិពលក្នុងការតបជាមួយនឹងថៃវិញកុំឲ្យថៃគេធ្វើបាបយើងឥឡូវនេះយើងធ្វើអីកើតតើលោក Michael Alfaro ជួយបងប្អូនឲ្យថៃដោះលែងទាហានខ្មែរ18នាក់នឹងមកបានដែរទេតើព័ត៌មានដែលគាត់ផ្សាយទៅមានឥទ្ធិពលអីទេក្រៅតែពីរឿងនយោបាយសុទ្ធសាធតាក់ទងរឿងនយោបាយហើយនៅពេលដែលនយោបាយពុលគឺស្រេចតែថៃក្លុកតាវាអត់មានតាក់ទងបុគ្គលណាមួយអាចជួយអីបានទេតែនយោបាយនៅស្រុកថៃក្លុករៀងពុលបន្តិចទៅគឺគេយកមកចោលនៅព្រំដែនប្រអិនប្រព្រំណាក៏ជួយអត់បានដែរប៉ុន្តែនៅក្នុងពេលដែលជួយអត់បានហ្នឹងគឺយើងត្រូវការមានទ័ពស្រួចរបស់យើងមួយដែរការកម្ពុជាហ្នឹងគឺអីគឺទ័ពព័ត៌មានឯករាជ្យសេរីដើម្បីទប់ព័ត៌មានបំភ្លៃបំផ្លាស់ឬក៏ព័ត៌មានចំណេញតែខាងថៃដែរយើងដាច់ខាតយើងសម័យបច្ចេកវិទ្យានេះគឺជាសម័យសង្គ្រាមព័ត៌មានវិទ្យាសម័យគេលែងប្រើកាភ្លើងហើយព្រោះប្រើក៏តែមិនឈ្នះគេដែរអញ្ចឹងដល់ពេលអាកាភ្លើងក៏មិនឈ្នះគេអាព័ត៌មានវិទ្យា
ក៏យើងចាញ់គេតើយើងពឹងអីហើយប្តឹងអត់ប្តឹងទៀតតើយើងពឹងអីគេទៀតឥឡូវនេះសប្តាហ៍យើងនៅសង្ឃឹមអីគេទៀតវាអត់មានគ្រប់រឿងអញ្ចឹងដល់អញ្ចឹងទៅយើងមិនដឹងថាសង្ឃឹមអីឲ្យប្រកបអញ្ចឹងហើយបានតែថាឥឡូវនេះយើងបងប្អូនខ្មែរយើងនឹងចេះតែខំប្រឹងទៅទេថាទៅជួយផ្សព្វផ្សាយថ្កោលទោសថៃថ្កោលទោសអីប៉ុន្តែឥឡូវនេះវាអស់ពីពេលថ្កោលទោសទៀតហើយព្រោះអីព័ត៌មានវាពុលបែបហ្នឹងហើយថៃគេនឹងយកលេសបែបហ្នឹងសម្រាប់នយោបាយស្រុកថៃហើយនៅពេលដែលថៃកំពុងតែកេងចំណេញនយោបាយនេះល្បិចពឹសពុលស្មោកគ្រោកអីយ៉ាងម៉េចក៏ដោយគឺថៃចំណេញគ្រប់រឿងខ្មែរយើងខាត់គ្រប់រឿងគឺចំណេញទឹកដីចំណេញគ្រប់គ្រងដែនអធិបតេយ្យចំណេញអីហើយឥឡូវបើសិនជាថៃចង់វាយយើងឡើងវិញវាយព្រឹបអាកភ្លើងយន្តកភ្លើងធំអីរបស់យើងយកមកអស់ហើយតែយើងទៅវិញមុំតែចលៀសទៅវិញតាន់ហើយយើងមិនធ្វើអញ្ចឹងទៀតទេព្រោះអីយើងកំពុងតែអត់ធ្មត់គោរពតាមកិច្ចព្រមព្រៀងកិច្ចសេចក្តីថ្លែងការណ៍រួមអីគឺយើងមិនអាចនឹងទៅដឹកកភ្លើងនឹងទៅថៃគេមានសេរីឡៃមានប្រព័ន្ធ drone ប្រព័ន្ធឆ្លប់យកការគេអស់គេឃើញគេរករឿងយើងនឹងទៀតគឺយើងនិយាយទៅអត់មានទៅថយក្រោយវិញទេគឺយើងមកចង់និយាយទៅដំណើររបស់យើងហ្នឹងគឺដកថយមកអស់ហើយអត់អាចទៅរកសភាពដើមវិញទេថៃគឺចេះតែរកលេសមករហូតតែយ៉ាងណាបងប្អូនយើងសោកស្ដាយដែលរឿងនេះកើតឡើងតែខ្ញុំនៅតែគិតថាយើងយកឱកាសនេះដើម្បីរៀនពីបទពិសោធន៍ហើយជួយគ្នាខ្ញុំមានរឿងពីរដែលចង់ឲ្យបងប្អូនទាំងអស់គ្នាជួយគ្នាទី1គឺជួយធ្វើយ៉ាងម៉េចតស៊ូមតិឲ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពនៃសារព័ត៌មានសេរីនិងឯករាជ្យឲ្យខាងតែបានហើយកុំចេះតែថាអត់មានធ្វើទុកបុកម្នេញអ្នកសារព័ត៌មានហើយគឺឲ្យតាំងចិត្តឲ្យវាមានគេហៅសុឆន្ទៈនិងឆន្ទៈនយោបាយធ្វើអាហ្នឹងទី1ទី2លើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិកុំពឹងថៃដូចទៅសុំភ្លើងយក្សអញ្ចឹងព្រោះថៃកលិចណាស់គឺម្ដងចេះម្ដងចុះម្ដងចេះម្ដងចុះសំបីតែមេតបថៃហ្នឹងបងប្អូនមានចាំទេលោកប៊ុនស៊ិនបាត់ខ្លាំងហ្នឹងសម្ោចក្នុងខោតាំងពីនៅកាន់ការងារជាមេតបភូមិភាគ2ពេលដែលរត្រែតទៅហើយហ្នឹងអត់មានស្ងប់ទៀតអត់នៅសុខទៀតគឺយកសម្ោចក្នុងខោចងកសួរឲ្យជាប់តាំងអាចកេះតាំងជើងហ្នឹងគឺដាក់ឯងតាំងសបុកក្នុងខោហ្នឹងទៀតមកថ្លែងសារធ្វើឲ្យបច្ចាឡាចលមិនត្រឹមតារឿងតំណាក់តំណងខ្មែរថៃសំបីតែនយោបាយស្រុកថៃក៏ចលាចលដែរដោយសារអីប្រហែលថ្ងៃមុនហ្នឹងគាត់ទៅនិយាយប្រាប់គេថាមានថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងប្រទេសថៃហ្នឹងគ្រាន់តែវាយគ្នាប្រាវបាន6ម៉ោងមកបជាប្រាប់មេយោធាភូមិភាគ2គឺបជាលោកប៊ុនស៊ិនបាត់ខ្លាំងហ្នឹងថាឈប់បាញ់ទៅហើយគាត់ថាអ្នកបញ្ជាហ្នឹងគាត់ទុកមុខអត់ប្រាប់ឈ្មោះទេព្រោះបើប្រាប់ឈ្មោះគឺជាប់ទោសពីក្បត់ជាតិហើយប្រហារជីវិតទៀតផងព្រោះអីវាយគ្នាជាមួយខ្មែរតែវាយទៅគឺគាត់វាយដណ្ដើមយកដីខ្មែរយើងបានណាគាត់ថាទៅវាយ6ម៉ោងអត់ទាន់បានអីម្ដុំផងរួចទៅឲ្យឈប់អញ្ចឹងគាត់ថាពេលប្រាប់មកអញ្ចឹងគាត់ថាអ្នកនោះឯងក្បត់ជាតិថៃគឺគួរប្រហារជីវិតព្រោះដោយសារតែពងវាយសម្រុកដដើមយកចឹងវាយ3 4ថ្ងៃ5ថ្ងៃគាត់ថាចុងក្រោយវាយរយកប្រាសាទតាកបីឲ្យអស់ទៀតវាយអត់បានគាត់ថាអ្នកណាប្រាប់អីប្រាប់ក៏អត់ខ្វល់គឺវាយយកភ្នំត្រប់វាយយកគ្រប់គ្រងច្រកអានសេះនិងប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចអីគាត់ថាវាយបាន10កន្លែងអត់តែមួយគឺប្រាសាទតាកបីប៉ុន្តែគាត់សួរថាប៉ុណ្្នឹងហើយយ៉ាងម៉េចទៀតបើគាត់ធ្វើអញ្ចឹងតើអ្នកណាស្នេហាជាតិអ្នកណាក្បត់ជាតិឥឡូវទៅភ័យទាំងអស់មន្ត្រីថៃវល់គ្រប់គ្នារដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកណត្តភងណាផានិចកាលហ្នឹងគាត់នៅជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិឬក៏ជារដ្ឋមន្ត្រីក្រសួងការពារជាតិស្ដីទីទេកាលហ្នឹងហើយបើគាត់អ្នកមានឥទ្ធិពលនៅក្នុងការបញ្ជារឿងឈប់បាញ់ឬមិនឈប់បាញ់ហើយក្រៅពីហ្នឹងគឺមានតែនាយករដ្ឋមន្ត្រីស្ដីទីហ្នឹងគឺលោកភូមិធម្មវិឆាយាឆៃហ្នឹងឥឡូវមកអស់ពីភូមិធម្មវិឆាយាឆៃអស់ពីលោកអនុទិនច័ន្ទវិរៈលោកណត្តភងណាផានិចដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្នហ្នឹងហើយការពីមុនស្ដីទីហ្នឹងឬក៏អនុរដ្ឋមន្ត្រីហ្នឹងរៀលដាលដល់លោកអនុទិនច័ន្ទវិរៈគុលដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្នហ្នឹងត្រូវបានសារព័ត៌មានថៃហ្នឹងបំផុសថាបញ្ជាហ្នឹងគឺច្បាស់ចេញមកពីលោកអនុទិនច័ន្ទវិរៈគុលហើយដែលគួរតែប្រហារជីវិតដែលទោសក្បត់ជាតិអីចឹងហើយលោកអនុទិនច័ន្ទវិរៈគុលមួយថ្ងៃអត់មានពេលអីនៅបកស្រាយថាព័ត៌មានហ្នឹងមិនពិតទេ
តែមែនតើបើទម្លាក់កំហុសទៅលោកអនុទិនចាំវរៈគុលហ្នឹងគឺក៏វាមិនត្រូវដែរព្រោះកាលហ្នឹងលោកអនុទិនចាំវរៈគុលមានតួនាទីណានៅក្នុងរដ្ឋាភិបាលថៃបើគាត់ដកខ្លួនចេញ69អ្នកគណៈបកភូមិចៃថៃគាត់ហ្នឹងរត់ចោលរដ្ឋាភិបាលអ្នកស្រីបថងឋានតាំងពីលោកហ៊ុនសែនបញ្ចេញខ្សែអាចសម្លេងដឹងថារឿងហ្នឹងគឺនឹងរលាយរដ្ឋាភិបាលគាត់បិទសាប៊ូដកគ្នាគាត់សមាជិកសភាគណៈបកគាត់69អ្នករត់ចោលរដ្ឋាភិបាលចម្រុះរបស់ថៃតាំងពីពេលនោះបាត់ទៅហើយហ្នឹងហេតុអីបានជាទៅចោទលោកអនុទិនចាំវរៈគុលជាអ្នកបញ្ជាចឹងអ្នកបញ្ជានៅពេលនោះមានតែ3នាក់ទេគឺលោកភូមិឋានភូមិលោកវិឆាយាឆៃភូមិឋានវិឆាយាឆៃដែលជានាយករដ្ឋមន្ត្រីស្ដីទីលោកណត្តភងណាផានិចហើយនឹងអគ្គមេបញ្ជាការកងទ័ពកំពូលហើយអគ្គមេបញ្ជាការកងទ័ពកំពូលរបស់ថៃនៅពេលនោះគឺគ្មាននរណាក្រៅពីនាយករដ្ឋមន្ត្រីស្ដីទីនោះឯងដដែលហ្នឹងដល់អញ្ចឹងលើលោកភូមិធម្មវិឆាយាឆៃឆ្លើយមកថាអត់មានតាក់ទងនឹងគាត់ទេហើយលោកដត្តភងណាផានិចថាអត់ដែរឥឡូវមកធ្លាក់ទៅលើលោកអនុទិនចាំវរៈគុលកិច្ចដែរខ្លាចជាប់គុកប្រហារជីវិតអីដែរទៅវល់ពេញនយោបាយស្រុកថៃកំពុងតែអញ្ចឹងហើយលោកឃើញលោកប៊ុនស៊ិនបាត់ខ្លាំងហ៎សម្ោចមិនត្រឹមដាក់នៅក្នុងខោដាក់នៅក្នុងមាត់ទៀតគឺថាអត់ស្ងៀមជឿអញញ៉ៃពេញទឹកពេញដីដល់ពេលថ្ងៃនេះដឹងគាត់ឡើងមកនិយាយថាម៉េចទេក៏បាននិយាយចឹងផងក៏បាននិយាយថាមាននរណាបញ្ជាតបមកឲ្យឈប់បាញ់6ម៉ោងនៅថ្ងៃដំបូងផងគឺទាហានគឺយោធាមានភាពឯករាជ្យស្វ័យយ័តអត់មានរងបញ្ជាអ្នកណាទេគឺយើងធ្វើខ្លួនឯងដើម្បីទាមទារដែនអធិបតេយ្យរបស់ថៃមើលឃើញកលេសខេះអញ្ចឹងហ៎បងប្អូនអញញ៉ៃអញ្ចឹងហើយចឹងបានថាយើងទៅដោះស្រាយជាមួយថៃដែរលយមិនដឹងជាស្អីទេយើងកម្ពីវរាមែនតើតែម្ដងហើយដល់ពេលគាត់មកនិយាយចឹងហើយមួយថ្ងៃហ្នឹងមកកែកលាស់សម្ដីមកគាត់ថាអត់បាននិយាយចឹងទេយល់ពាក្យគាត់ខុសទេថៃទាហានថៃឯករាជ្យគ្មានណាបញ្ជាលើក្បាលទេតែបើគាត់និយាយថាអត់មានណាបញ្ជាលើក្បាលហ្នឹងខ្ញុំដូចជាជឿលោកប៊ុនស៊ិនបាត់ខ្លាំងច្រើនជាងព្រោះអីក្បាលរឹងណាស់ណាថាអីថាទៅរដ្ឋាភិបាលថៃអត់មានឲ្យបិទព្រំដែនហ្នឹងទៅបិទព្រំដែនឯកតោភាគីទៅហ៊ានស្រាញ់ចិត្តចឹងទៅអាហ្នឹងគាត់ក្បាលរឹងចឹងម៉ែគ្មានអាណានិយាយស្ដាប់ទេបើគាត់និយាយចឹងត្រូវប៉ុន្តែហេតុអីមុនហ្នឹងគាត់ទៅនិយាយប្រាប់ដើម្បីឲ្យពុលដូចថាចង់ធ្វើបាបតាំងពីនាយករដ្ឋមន្ត្រីបថងឋាននៅកាន់ហើយនឹងភឿថៃហ្នឹងគឺចង់ឲ្យភឿថៃហ្នឹងគឺបាក់មុខមិនអាចនឹងឈ្នះឆ្នោតបានទេព្រោះគាត់ចង់និយាយហ្នឹងចង់សម្ដៅថាថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលតកូលថាក់ស៊ីនហ្នឹងគឺក្បត់ជាតិទេចឹងកុំបោះឆ្នោតឲ្យដល់ពេលឥឡូវមកកន្លះសម្ដីវិញទៅព្រោះមិនដឹងមានភ័ស្តុតាងអីខ្លាចនិយាយទៅវាទៅអន់តបដែរទៅថារដ្ឋាភិបាលថៃគេអាចបញ្ជាយើងបានចឹងតបហ្នឹងក្រោមចំណុះរដ្ឋាភិបាលថៃដែលស្ដាប់រដ្ឋាភិបាលថៃផងហ្នឹងហើយចង់បាននេះតដើមដីតដើមអីខ្មែរបាន10កន្លែងហ្នឹងគឺជាស្នាដៃរបស់រដ្ឋាភិបាលថៃដែលដឹកនាំដោយតកូលថាក់ស៊ីនទេចឹងមិនមែនជាយោធាដល់ចឹងរៀងដូចគិតទៅថាខាតប្រយោជន៍ដូរពាក្យមកវិញថាអត់ទេយោធាថៃឯករាជ្យហើយដល់អញ្ចឹងវល់អូយបាយបិណ្ឌជាបាយបាត់ដូចលិមួកចូលឈ្នៀងយ៉ាងនេះងាប់ហើយបងប្អូនហើយអញ្ចឹងបានថាយើងវាអកុសលអញ្ចឹងតែយ៉ាងណាបងប្អូនឥឡូវនេះគឺអង្គទៅជាបាយហើយនយោបាយស្រុកថៃខ្ញុំបាននិយាយហើយថារឿងស្រុកថៃនេះណាចំនួនព្រំដែននេះគឺជារឿងនយោបាយអត់រឿងបច្ចេកទេសទេបើរឿងបច្ចេកទេសយើងដោះស្រាយស្រួលណាស់អត់ឆ្លោះគ្នាតែពេលរឿងនយោបាយគឺយើងអត់មានសេចក្តីសុខទេហើយនយោបាយថៃខូចទៀតចប់ហ្មងហើយទៅពេលដែលគេខូចយើងស្លូតចប់អត់ហៅលឺតែម្ដងប្តឹងក៏មិនប្តឹងដកតបចេះតែដកតបហើយសម្របសម្រួលរហូតដើម្បីសុខសន្តិភាពវាបានសុខហើយប៉ុន្តែវាអត់សុខទៀតឃើញឥឡូវសុខទេណាបើមកខាងទៀតសម្ោចក្នុងខោររឿងយើងគ្រប់ម៉ោងនេះបាទខាងកម្ពុជាឃើញខំប្រឹងដែរឃើញខំប្រឹងច្រើនដែរហើយដូចថាចង់ប្រាប់សហគមន៍អន្តរជាតិពីរឿងយើងគោរពតាមកិច្ចព្រមព្រៀងគោរពតាមសេចក្តីថ្លែងការណ៍រួមគោរពតាមគោលការណ៍អីនិយាយទៅអាសូរកម្ពុជាដែរខ្ញុំមែនតើទៅគឺយើងអាសូរខ្មែរគ្នាឯងណាដោយសារតែគេឲ្យគោរពលក្ខខណ្ឌគេទាំង4យើងគោរពតាមសូម្បីតែលក្ខខណ្ឌទាំង4ហ្នឹងប៉ះពាល់ដល់អធិបតេយ្យរបស់យើងដែរព្រោះធម្មតានៅពេលដែលយើងរាវមីននៅពេលដែលយើងដោះស្រាយបញ្ហាប្រាសាទតំបន់ភូមិជោគជ័យភូមិព្រៃច័ន្ទអីហ្នឹងគឺវាតកតងនឹងការដែលថៃគេបានផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីអីឆ្ការមានឆ្ការអីឲ្យទៅប្រជាពលរដ្ឋថៃបដាហើយយើងទៅព្រមទទួលកន្លែងហ្នឹងគឺវាហើយចុះតំបន់ផ្សេងទៀតដែលថៃគ្រប់គ្រងអីហ្នឹងតែយើងព្រមជាមួយគេគ្រប់គ្រងតំបន់ហ្នឹងបានន័យថាព្រម
អត់អាចនឹងទៅទៀមទាអីពីថៃវិញបានទេអាហ្នឹងគឺវាប៉ះពាល់ឲ្យខ្មែរសម្របសម្រួលដល់ប៉ុណ្ណឹងប៉ុន្តែថៃអត់ព្រមឥឡូវនេះគឺថ្ងៃ2ថ្ងៃជាប់គ្នា2លើកជាប់គ្នាក្នុងរយៈពេល3ថ្ងៃគឺថ្ងៃ8លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាប្រាក់សុខុននោះលោកបានរៀបចំពិធីជួបជុំជាមួយនឹងមន្ត្រីអង្គទូតផ្សេងនៅប្រទេសកម្ពុជាហ្នឹងដើម្បីពន្យល់ប្រាប់គេអំពីការគោរពតាមលក្ខខណ្ឌនិងកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមហ្នឹងនិយាយទៅកម្ពុជាខំប្រឹងទៅប្រាប់គេមកអនុព័ន្ធយោធាហ្នឹងថ្ងៃនេះគឺអ្នកស្រីម៉ាលីសុជាតានិងមន្ត្រីតំណាងក្រសួងការពារជាតិដោយលោកតារារតអីហ្នឹងគឺនាំគ្នាទៅប្រជុំជាមួយនឹងអនុព័ន្ធយោធា12ប្រទេសអីអញ្ចឹងទៅប្រាប់គេអំពីការគោរពតាមលក្ខខណ្ឌរបស់ខ្មែរយើងដែលថៃគេកំណត់មកនៅក្នុងសេចក្តីប្រកាសរួមនិយាយទៅយើងខំប្រឹងជួយប្រាប់សហគមន៍អន្តរជាតិឲ្យដឹងថាកម្ពុជាគោរពតាមលក្ខខណ្ឌទាំងអស់ហ្នឹងអត់មានបាត់មួយចំណុចណាអញ្ចឹងទៅដើម្បីអីឲ្យគេដឹងថាយើងហ្នឹងគឺគោរពតាមច្បាប់ជាតិច្បាប់អន្តរជាតិយើងសន្សំសុខខ្ញុំអាសូរកម្ពុជាដែរអាណិតដែរក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងថៃគេអត់មាននិយាយពីរឿងហៅសហគមន៍អន្តរជាតិឲ្យស្ដាប់ពីរឿងការគោរពតាមលក្ខខណ្ឌនេះគឺគេប្រមូលតំណាងប្រទេសជាង40មកជួបជុំគ្នាជាមួយនឹងអង្គការសហប្រជាជាតិគេហៅការិយាល័យអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនិងគ្រឿងញៀនមកអង្គុយស្ដាប់ការពន្យល់អំពីរដ្ឋាភិបាលថៃកំពុងចាត់ការអ្នកអង្គការចិនស៊ីនិងបណ្ដាញឆបបោកអនឡាញណាគេឃើញយើងកំពុងប្រាប់យើងគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឬក៏ស្អីរឿងព្រំដែនថៃវិញគេយកឱកាសហ្នឹងមកប្រាប់ថាគេកំពុងតែចាត់ការខ្មែររឿងអ្នកអង្គការចិនស៊ីទៅវិញអញ្ចឹងបានថាវារឿងខុសគ្នាអញ្ចឹងឲ្យពិភពលោកមើលមកគឺឃើញថាថៃហ្នឹងគឺគេធ្វើដើរជំហានលើយើងរហូតយើងនឹងនៅតែគោរពលក្ខខណ្ឌតែថៃគេអត់គោរពហើយគេទៅធ្វើស្អីផ្សេងកាយសម្រាមយកមកដាក់ឲ្យយើងអញ្ចឹងទៅបាទឥឡូវនេះខ្ញុំឃើញថាអាសូរដែរខាងកម្ពុជាតែយ៉ាងណារឿងនេះគឺវាប្រព្រឹត្តទៅអញ្ចឹងហើយខ្ញុំចូលដល់ព័ត៌មានបន្ថែមទៀតនៅពេលដែលខ្ញុំនិយាយរឿងលោកចិនស៊ីហ្នឹងខ្ញុំនឹកឃើញដល់រឿងអ្នកអង្គការលីយ៉ុងផាត់បងប្អូនដឹងហើយគឺកម្ពុជាត្រូវបានថៃកាយសម្រាមយកមកដាក់ហើយមិនមែនបានន័យថាសម្រាមដែលថៃកាយមកហ្នឹងគឺជាដោយថាជាសម្រាមដែលមានបញ្ហាចង់និយាយសម្រាមដែលកាយមកហ្នឹងគឺជាអ្វីដែលលៀងស្រុកថៃហើយមកទម្លាក់នៅមាត់ទ្វារស្រុកខ្មែរអញ្ចឹងណាបងប្អូនមួយចំនួនថាអត់លឺសលេងឡាលួលយូរហើយបងប្អូនប្រហែលជាអាចដោយសារប្រព័ន្ធទូរស័ព្ទបងប្អូនដឹងសាកដូចថា restart សារថ្មីឬក៏ចូលមកមើល live សារថ្មីមើលព្រោះបងប្អូនយើងមួយចំនួនធំថានៅលឺធម្មតាអញ្ចឹងបានន័យថាអាចដោយសារតែពេលដែលមានគេ call ចូលមកហ្នឹងវារអារួលនៅក្នុងប្រព័ន្ធទូរស័ព្ទខ្លះអីចឹងណាប៉ុន្តែបើសិនជាមានបងប្អូនខ្លះលឺហើយបងប្អូនខ្លះមិនលឺបានន័យថាការផ្សាយផ្ទាល់នេះវាអាចមកពីរអារួលដោយសារតែរឿងដូចថាយើងចាប់ផ្ដើមសារថ្មីទៅវិញទៅមើលឥឡូវខ្ញុំចាំមកផ្លិតឲ្យខ្ញុំសេរីនេះម្ដងទៀតដើម្បីឲ្យដឹងថាសុំទោសបងប្អូនអូខេឥឡូវបងប្អូននៅតែថាលឺធម្មតាអញ្ចឹងសូមអធិស្ឋានបងប្អូនដែលមិនលឺគឺដូចខ្ញុំនិយាយអញ្ចឹងគឺអាចមកពីប្រព័ន្ធទូរស័ព្ទហ្នឹងសូមចូលមកម្ដងទៀតចុះឲ្យខ្ញុំសូមអធិស្ឋានដែលមានការរអារួលបែបនេះខ្ញុំដែលប្រាថ្នាអញ្ចឹងទេគឺដោយសារតែអានេះគឺថាដូចថាមានបងប្អូនយើងទេចូលមកអញ្ចឹងហើយទៅវាមានការរំខានដោយខ្ញុំមិនអាចបិទបានតែយ៉ាងណាឥឡូវខ្ញុំបន្តទៅទៀតគឺសម្រាមរបស់ថៃដែលគេកាយមកលើស្រុកខ្មែរនេះគឺយើងតាក់ទងនឹងលោកលីយ៉ុងផាត់អ្នកអង្គការលីយ៉ុងផាត់នេះគឺពិភពលោកគេចាប់ផ្ដើមមើលឃើញកម្ពុជាថាជាមជ្ឈមណ្ឌលឆបបោកអនឡាញប៉ុន្តែខ្ញុំបាននិយាយច្រើនលើកច្រើនគ្រាហើយខ្ញុំថាកម្ពុជាអ្វីដែលសំខាន់គឺកុំដោះសារកុំការពារតែនិយាយការពិតហើយរកដំណោះស្រាយហើយខ្ញុំនៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មាធិការពិសេសមួយចំពោះកិច្ចស៊ើបអង្កេតករណី
ដែលគេចោទប្រកាន់អ្នកអង្គការលីយ៉ុងផាត់ឬក៏អ្នកអង្គការកុកអានឬក៏លោកហ៊ុនតូឬក៏អ្នកដតីទៀតទាំងអស់ដែលមាននៅក្នុងស្អីគេដែលជាបណ្ដឹងដែលគេនេះហ្នឹងគឺដែលគេចោទយើងហ្នឹងគឺឲ្យយើងរៀបចំជាគណៈកម្មាធិការហ្នឹងទៅដើម្បីទី1គឺសម្អាតលាងខ្លួនរបស់យើងឲ្យស្អាតផងព្រោះយើងមិនអាចទៅដោះសារអីបានគេជឿទេព្រោះសកលលោកគេឃើញមកដោយសារអីវាមានអង្គការសហប្រជាជាតិមួយគេរកឃើញរបាយការណ៍ថាមានការមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាមានជនរងគ្រោះរហូតដល់ទៅជាង100,000នាក់ឯណោះហើយមានអង្គការសិទ្ធិមនុស្សនិងមជ្ឈមណ្ឌលវិទ្យាស្ថានស្រាវជ្រាវរបស់អាមេរិកហ្នឹងគេរកឃើញមានមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជា53កន្លែងធំអីអញ្ចឹងទៅហើយចុងក្រោយហ្នឹងរដ្ឋាភិបាលអាមេរិកគេរកឃើញដាក់ទណ្ឌកម្មលោកលីយ៉ុងផាត់ពីរឿងឆបោកឬក៏មជ្ឈមណ្ឌលឆបោកអនឡាញហ្នឹងហើយបង្កក់ទ្របគាត់គ្រប់ទិសទីក្រុមហ៊ុន6 7អីហ្នឹងពាក់ព័ន្ធហ្នឹងហើយក្រោយមកក៏មានរឿងបង្កក់ទ្រព្យសម្បត្តិលោកចិនស៊ីដែលជាអ្នកអង្គការដ៏ល្បីល្បាញនៅប្រទេសកម្ពុជានឹងទៀតដូច្នេះរបាយការណ៍អស់ទាំងហ្នឹងគឺគេមានពីឆាកអន្តរជាតិទៅហើយអញ្ចឹងកម្ពុជានិយាយអីក៏ដោយគឺជាការដោះសារការពារហ្នឹងអត់បានប្រយោជន៍អីទេប៉ុន្តែខ្ញុំដូចជាសុំសរសើរដោយស្មោះអំពីជំហរការពារតែមិនព្រមនិយាយការពិតហើយនឹងជំហរដោះសារមិនព្រមដោះស្រាយថ្ងៃនេះយើងមានសាររបស់តំណាងព្រឹទ្ធសភាកម្ពុជាគឺអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាលោកលីធីរិតលោកជាធីរិតដែលគាត់នឹងបានពាក្យលីមកពីណាទេខ្ញុំប្រហែលជាមកពីលីយ៉ុងផាត់នឹងពេញជាប់មាត់ទៅយូរយកទៅកូលនឹងយកទៅលោកជាមួយគេទាំងអស់ក៏តែមិនដឹងសូមអធិស្ឋានផងលោកធីរិតបើសិនជាបានលឺហើយខ្ញុំសំដៅទៅលើប្រសាសន៍របស់លោកដែលជាអ្នកនាំពាក្យរបស់ព្រឹទ្ធសភាកម្ពុជាគឺថ្ងៃនេះអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជានឹងជាអ្នកនាំពាក្យឲ្យគណៈបកប្រជាជនកម្ពុជាដែរគឺលោកជាធិរិតហ្នឹងគាត់ថាអញ្ចេះគាត់ថាកម្ពុជាអត់មានដោះស្រាយយ៉ាងនិយាយថាកម្ពុជាអត់មានចាត់ការលើអ្នកអង្គការលីយ៉ុងផាត់ឬក៏អីហ្នឹងតាមអ្វីដែលជាដីកាចាប់ខ្លួនអីរបស់ថៃទេលោកថាលោកប្រាប់អ្នកកសែតនៅក្នុងស្រុកថាដីកាតឡាការនោះវាជាការសម្មើសម័យជាលបែងនយោបាយនៅក្នុងគោលដៅដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជារបស់យើងដូច្នេះគ្មានអ្វីដែលយើងត្រូវជ្រួលជ្រើមឬក៏ចាប់អារម្មណ៍ចំពោះដីកាទាំងអស់នោះដែរព្រោះអីវាជាលបែងមិនសមហេតុផលនោះទេនេះគឺគាត់សម្ដៅទៅលើដីការបស់ថៃដែលចេញចាប់លោកលីយ៉ុងផាត់និងក្រុមគ្រួសារនិងគូកនរបស់លោកលីយ៉ុងផាត់ដោយទាំងជនជាតិចិន4នាក់ទៀតចឹង5នាក់រួមគ្នាហ្នឹងហើយបង្កក់ទ្រព្យសម្បត្តិអស់ទៅជាង12លានដុល្លារទៀតណោះនៅស្រុកថៃហ្នឹងដែលតាមពិតទៅលោកលីយ៉ុងផាត់ហ្នឹងក៏មានសារព័ត៌មាននៅក្នុងស្រុកផ្សាយមកថាគាត់គ្មានទ្រព្យសម្បត្តិអីណានៅក្រៅប្រទេសទេគាត់ស្មោះស្ម័គ្រនៅស្រុកខ្មែរអញ្ចឹងហើយវាអាចដែរអត់មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនតែអាចមានទ្រព្យសម្បត្តិកូនចៅគាត់អីអញ្ចឹងនៅទីនោះពួកគាត់ជាជនជាតិថៃហើយមានរបបពាណិជ្ជកម្មអីរកទទួលទានអីជាមួយនឹងប្រទេសថៃនឹងក៏ស្និទ្ធដែរអញ្ចឹងណាតែយ៉ាងណាអ្វីដែលលោកជាធិរិតលើកឡើងនេះខ្ញុំជឿថាជាការការពារជំហរព្រឹទ្ធសភាហើយនឹងលោកលីយ៉ុងផាត់គឺជារឿងដែលក្នុងនាមជាអ្នកនាំពាក្យព្រឹទ្ធសភានិងគណៈបកកណ្ដាលអំណាចព្រោះលោកលីយ៉ុងផាត់ក៏ជាសមាជិកគណៈបកប្រជាជនកម្ពុជាមិនខុសឆ្គងទេព្រោះអ្នកនាំពាក្យគឺត្រូវតែនិយាយចឹងហើយដើម្បីការពារស្ថាប័នព្រឹទ្ធសភាផងការពារលោកលីយ៉ុងផាត់ផងការពារគណៈបកប្រជាជនកម្ពុជាផងព្រោះលោកលីយ៉ុងផាត់ពាក់ព័ន្ធជាមួយគណៈបកប្រជាជនកម្ពុជានិងស្ថាប័នព្រឹទ្ធសភាអីចឹងក៏ប៉ុន្តែខ្ញុំស្នើឲ្យលោកជាធិរិតធ្វើឲ្យលើសនឹងបន្តិចទៀតក្រៅតែពីចេញសេចក្តីថ្លែងការណ៍គ្រាន់តែដោះសារដើម្បីការពារនេះណាខ្ញុំជឿថាគ្មានអ្នកណាគេជឿលោកទេព្រោះភាសាដោះសារនេះគឺឃើញអញ្ចឹងមកអាយុហើយវាអត់មានអីប្លែកអត់មានអីគួរឲ្យភ្ញាក់ផ្អើលអីទេប៉ុន្តែកុំគិតថាគេជឿតែប៉ុណ្្នឹងឲ្យអស់លោកថាចុះនរណាមិនជឿខៃទៅរឿងនេះអត់មានរឿងនរណាជឿមិនជឿទេរឿងនេះគឺរឿងចំណាត់ការជាក់ស្ដែងតើយើងពិតជាមានសុឆន្ទៈឬក៏
ចេតនានយោបាយដើម្បីស្រាវជ្រាវដើម្បីដោះខ្លួនលោកលីយ៉ុងផាត់នឹងដែរទេបើលោកអត់ស្រាវជ្រាវអីសោះលោកលីយ៉ុងផាត់ជាប់វិមតិសង្ស័យវិមតិសង្ស័យបានន័យថាការមានមន្ទិលជាសាធារណៈនៅពេលដែលមានមន្ទិលជាសាធារណៈលោកលីយ៉ុងផាត់ជាបុគ្គលសាធារណៈគឺបានប្រយោជន៍ទៅសាធារណជនហើយប្រយោជន៍សាធារណជនបានន័យថាគេនឹងគិតថាលោកលីយ៉ុងផាត់គឺជាអ្នកដែលមានទោសបើទោះបីជាតុលាការមិនទាន់កាត់ទោសគាត់ហើយច្បាប់ចែងមកថាបើតុលាការមិនកាត់ទោសទេគឺគាត់នៅតែជាជនដែលគ្មានកំហុសក៏ដោយប៉ុន្តែតុលាការប្រជាជនបានកាត់ទោសគាត់ហើយតុលាការពិភពលោកប្រជាជនហ្នឹងក៏គេសាធារណជនទូទៅក៏គេថាគាត់មានកំហុសទៅហើយដូច្នេះដើម្បីលើកមុខមាត់គាត់ស្ដារកិត្តិយសគាត់មិនមែនពាក្យដោះសារមួយម៉ាត់ឬការពារមួយម៉ាត់ហ្នឹងរួចខ្លួនទេគឺយើងត្រូវតែបើកគណៈកម្មការស្រាវជ្រាវខ្ញុំជឿថាគ្មានគណៈកម្មការណាស្រុកខ្មែរនឹងបើកទេខ្ញុំចេះតែនិយាយទេព្រោះអស់លោកនឹងមិនទៅស្រាវជ្រាវស៊ើបអង្កេតដើម្បីទៅហែកពោះឲ្យក្អែកចឹកទេតែយ៉ាងណាខ្ញុំគ្រាន់តែប្រាប់យកតែប៉ុនទេព្រោះការដោះសារបែបនេះវាអត់បានជំរះបញ្ជីឬក៏ធ្វើឲ្យសាធារណជនទូទៅគេជឿថាលោកជាមនុស្សស្អាតស្អំទេលោកអត់បានជួយអីក្រៅតែពីដោះសារអញ្ចឹងខ្ញុំគ្រាន់តែប្រាប់យកតែប៉ុនតាអញ្ចឹងហើយបានណាអស់តែពីលោកជាធិរិតទៅមានមន្ត្រីកម្ពុជាមួយរូបទៀតដែលជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានសពថ្ងៃជារដ្ឋលេខាធិការក្រសួងព័ត៌មានដដែលជាសមាជិករដ្ឋសភារបស់កូតាគណៈបកប្រជាជនកម្ពុជាដែរហ្នឹងគឺលោកខៀវកញ្ញរិទ្ធក៏មកជួយការពារជំហរនៃតកតងនឹងអ្នកអង្គការទាំងអស់នេះដែរខ្ញុំជឿថាលោកខៀវកញ្ញរិទ្ធគឺគាត់ជិះមិនផុតពីចេញសារដើម្បីគេហៅថាអាសាច់ជូនខ្លាដើម្បីបាននៅស្រុកបានតាមពិតលោកខៀវកញ្ញរិទ្ធលោកជាបញ្ញវន្តមួយដ៏គួរឲ្យគោរពប៉ុន្តែសារនេះខ្ញុំគិតថាជាសារមួយលួងចិត្តស្អំចិត្តដើម្បីការពារក្រុមខ្លួនដើម្បីកុំឲ្យវាអាក្រក់ពេកហើយចេះតែថាថៃនឹងគឺប្រើល្បិចស្មោកគ្រោកអីអញ្ចឹងទៅខ្ញុំអត់ដឹងថាបានផោះតាំងពីណាដែលថាថៃប្រើល្បិចស្មោកគ្រោករឿងក្នុងការធ្វើទុកបុកម្នេញលោកលីយ៉ុងផាត់ឬលោកកុកអានទេព្រោះអីយើងគ្រាន់តែជាការដោះសារវាអត់មានការស្រាវជ្រាវហើយគេមានការស្រាវជ្រាវគេរកឃើញផោះតាំងអីអញ្ចឹងតែយើងអត់មានផោះតាំងទៅឡងទៅគេវិញក្រៅតែពីសារនយោបាយថ្ងៃនេះលោកខៀវកញ្ញរិទ្ធបង្ហោះសារលើ Facebook របស់លោកថាអញ្ចេះបន្ទាប់ពីកាច់អុកញ៉ាកុកអាននឹងកូនចៅហើយពេលនេះអាជ្ញាធរសៀមបានចេញដីកាឲ្យចាប់ខ្លួនអុកញ៉ាលីយ៉ុងផាត់លោកខៀវកញ្ញរិទ្ធប្រើពាក្យសៀមនេះគឺដោយសារតែលោកមិនពេញចិត្តនឹងពាក្យថៃនឹងហើយព្រោះអីការលោកជារដ្ឋមន្ត្រីក្រសួងព័ត៌មានពេលដែលជួបជាមួយអ្នកមុខអ្នកការមកពីថៃគឺគាត់ប្រើពាក្យថៃតែរហូតទេក៏ប៉ុន្តែនៅពេលដែលអត់ពេញចិត្តនឹងថៃគាត់ប្រើពាក្យសៀមដើម្បីឲ្យប្រជាពលរដ្ឋនឹងពេញចិត្តថាងកុំប្រើថៃអីព្រោះសៀមខូចចឹងប្រើឈ្មោះសៀមអីចឹងប៉ុន្តែឈ្មោះប្រទេសថៃគឺជាផ្លូវការរបស់គេជាអញ្ចឹងតែយើងយកមកអាសៀមហ្នឹងគេប្រើនៅក្នុងពេលដែលសម័យមុនដូចជាអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមយើងអាចនិយាយថាសន្ធិសញ្ញាបារាំងថៃបានទេព្រោះកាលឆ្នាំ1904គេប្រើសន្ធិសញ្ញាបារាំងសៀមតែដល់ពេលក្រោយមកសៀមគេដូរពាក្យគេទៅជាថៃអីចឹងណាអញ្ចឹងទៅក៏គេប្រើអញ្ចឹងតែយ៉ាងណាអានេះគឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្ញុំគ្រាន់តែនិយាយថាជាមន្ត្រីសាធារណៈគាត់មានស្តង់ដារ2ដែរកាលមុនហៅគេថៃពេញមាត់អញ្ចឹងទៅដល់ពេលឥឡូវមិនពេញចិត្តរួមគ្នាហៅសៀមអញ្ចឹងទៅអីទេធ្វើទៅព្រោះFacebook ឥឡូវយើងអាចសរសេរអីក៏បានគេមិនទៅ block ចោលពាក្យសៀមមិនសៀមយួនមិនយួនអីហ្នឹងទេចឹងលោកបន្តទៀតថាបន្ទាប់ពីកាច់អុកញ៉ាកុកអាននឹងកូនចៅហើយពេលនេះអាជ្ញាធរសៀមបានចេញដីកាឲ្យចាប់ខ្លួនអុកញ៉ាលីយ៉ុងផាត់ហើយគាត់មានរូបដាក់មកទៀតនឹងលោកជោគជ័យសុផាផាព្រមទាំងរឹបអូសផ្ទះសម្បែងនិងកណនីធនាគារដែលអុកញ៉ាលីយ៉ុងផាត់មាននៅប្រទេសសៀមទៀតផងនៅក្រៅបាត់ចោតប្រកាន់ជាច្រើនឃើញការដេញរករឿងរបស់សៀមនេះទើបខ្ញុំនឹកឃើញកាលពីទសវត្សរ៍ឆ្នាំ80អ្នកដែលចេញមុខសកម្មគ្រប់គ្រងសាធារណរដ្ឋប្រជាមានិតកម្ពុជាកម្រជិះយន្តហោះកាត់តាមស្រុកសៀមណាស់គឺគេជិះមកចុះនៅអាកាសយានដ្ឋានតាន់សិនញិតនៅឯព្រៃនគររួចបានជិះយន្តហោះបន្តមកខ្មែរលោកខៀវកញ្ញរិទ្ធបន្តថាដល់តែខ្ញុំសួរពួកគេប្រាប់ថាអត់ទុកចិត្តសៀមទេឲ្យតែវាយប្រហារសៀមខ្លាំងពេកពេលឆ្លងកាត់អាកាសយានដ្ឋានបាងកកកាលនោះអាកាសយានដ្ឋានដនមឿងសៀមអាចលួចញាត់គ្រឿងញៀនតែបន្តិចអាចមានលេសចាប់ខ្លួនពួកគេភ្លាម
ហើយទម្រាំរួចខ្លួនចង់កោសក់បាទនេះគឺជាប្រសាសន៍របស់លោកខៀវកញ្ញរិទ្ធដែលស្ដាប់ទៅគឺពីរោះដែរដោយសារតែគាត់និយាយកាន់ជើងការពារលោកអុកញ៉ាកុកអានហើយនឹងលីយ៉ុងផាត់បានយ៉ាងពីរោះក្នុងនាមជាបញ្ញវន្តក៏ប៉ុន្តែខ្ញុំសូមស្នើឲ្យលោកខៀវកញ្ញរិទ្ធដូចខ្ញុំស្នើទៅលោកជាធិរិទ្ធដែរឈានមកជំហានទៀតលើកទឹកចិត្តព្រោះលោកខៀវកញ្ញរិទ្ធមានទឹកមាត់ប្រៃជាងលោកជាធិរិទ្ធដោយសារតែលោកជាតំណាងរាស្ត្រអញ្ចឹងស្នើឲ្យសមាជិកព្រឹទ្ធសភានឹងឬក៏ដាក់សម្ពាធទៅរដ្ឋាភិបាលនឹងទៅបង្កើតគណៈកម្មការមួយទៅព្រោះលោកស្រឡាញ់លោកកុកអានលើអ្នកអុកញ៉ាលីយ៉ុងផាត់ឬក៏លោកចិនស៊ីហ្នឹងគឺមិនអីទេព្រោះគេជួយស្រុកខ្មែរបានមកកណោដែរអុកញ៉ាទាំងអស់នេះមិនមែនបានន័យថាយើងគិតថាឃើញគេចោទថាគាត់នឹងប្រទេសផ្ដាស់ប្រព្រឹត្តអំពើប្រទេសផ្ដាស់ឬក៏ឆោបោកហ្នឹងស្ទើរតែអក្រិតជនទេជួនកាលគឺមានការជួយអីនៅអញ្ចឹងចង់ឲ្យលៀងខ្លួនហ្នឹងគឺឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតគាត់ទៅដើម្បីឲ្យរកលទ្ធផលឃើញជាងការឡើងមកចាប់ផ្ដើមនិយាយឲ្យតែល្អស្ដាប់ពីរោះស្ដាប់ទៅនិយាយថាអ្វីដែលគេធ្វើហ្នឹងគឺដើម្បីកាច់យើងឥឡូវកាច់ក៏កាច់ទៅថៃគេចង់បានមុខមាត់របស់គេមែនប៉ុន្តែយើងអត់អាចនឹងទៅប្រាប់គេថាអត់អីផងយើងគាត់ស្អាតស្អំរឿងនឹងល្បិចរបស់ថៃយើងថាហ្នឹងគឺគ្រាន់តែជាការដោះសារឬការពីមិនមែនជាការបង្ហាញភ័ស្តុតាងទេបើយើងភ័ស្តុតាងយើងបង្ហាញភ្លាមថាអូថៃចេញដោយការចាប់លោកលីយ៉ុងផាត់ពីចោតបត់ស្អីរ៉ូស៊ីខុសច្បាប់អីចឹងយើងចាប់ផ្ដើមឲ្យគេស៊ើបអង្កេតទៅចំណុចខុសច្បាប់កន្លែងណាដែលគេចោតប្រកាន់ហ្នឹងយើងតបទៅគេវិញរកចំណុចហ្នឹងរកឲ្យឃើញទៅដើម្បីសម្អាតភាពស្អាតស្អំរបស់អង្គការទាំងអស់នេះផងហើយលើកកិត្តិយសគេសេចក្តីថ្លៃថ្នូររបស់កម្ពុជាផងអានេះបើតាមខ្ញុំគិតថាជារឿងត្រឹមត្រូវគួរតែធ្វើព្រោះនយោបាយដែលសារបដោះថាដោះសារនេះវាដដែលអញ្ចឹងទៅវាដូចថាកោកសឹកមាត់តដោកឆ្អែតតពុះកបីវាបានតែផ្គប់ចិត្តធ្វើឲ្យមន្ត្រីអង្គការទាំងអស់នោះបានចិត្តទៅទៀតថាអូគឺមានមន្ត្រីគាត់ការពារគ្រប់គ្នាអញ្ចឹងកុំខ្វល់អីអញ្ចឹងទៅអត់អីទេមានការពារប៉ុន្តែលើឆាកអន្តរជាតិមុខមាត់យើងអាស្រូវអស់ហើយអញ្ចឹងមន្ត្រីការពារនឹងបានតែក្នុងផ្ទៃក្នុងរបស់យើងឲ្យស្អំចិត្តគ្នាឯងទេតែមុខមាត់យើងទៅហើយធ្លាក់ដល់ឋានបដាលហើយអញ្ចឹងបាទខ្ញុំចង់ឲ្យស្ដារមុខមាត់ហ្នឹងគឺឲ្យធ្វើលើសពីការសារដែលការពារឬដោះសារអញ្ចឹងណាបន្ទាប់ទៀតខ្ញុំនឹងបញ្ចប់រឿងនេះដោយតាក់ទងនឹង hamburger ពីរដុំចុងក្រោយគឺតាក់ទងរដ្ឋបាលអាមេរិកអាចបើកវិញឆាប់ក្រោយសមាជិកព្រឹទ្ធសភាបកប្រឆាំងគឺគណៈបកប្រជាធិបតេយ្យបង្គ្រប់សម្លេងឆ្នោតបោះឆ្នោតដើម្បីឲ្យបើករដ្ឋាភិបាលបានមកកលៈដែរហើយយើងដឹងហើយថាលោកត្រាំខ្វះសមាជិកព្រឹទ្ធសភា7នាក់នៅឯព្រឹទ្ធសភាឲ្យគ្រប់សម្លេង60ព្រោះព្រឹទ្ធសភាសាធារណរដ្ឋមានតែ53សម្លេងទេកន្លងមកព្រឹទ្ធសភារបស់គណៈបកប្រឆាំងគឺគណៈបកប្រជាធិបតេយ្យអត់គ្រប់គ្រងឲ្យបើករដ្ឋាភិបាលវិញទេដោយសារតែចង់ឲ្យលោកត្រាំដូរចិត្តដើម្បីទម្លាក់កញ្ចប់ថវិកាជួយដល់ជនក្រីក្រជាពិសេសតាក់ទងនឹងផ្នែកសេវាសុខភាពសុខាភិបាលប្រជាពលរដ្ឋក្រីក្រជាង20លាននាក់ដែលដោយសារតែលោកត្រាំដកលុយអស់ទៅវាប៉ះពាល់អញ្ចឹងខាងគណៈបព្វជិតតៃអត់ព្រមអនុម័តកញ្ចប់ថវិកានឹងទេក៏ប៉ុន្តែឥឡូវនេះដោយសារមានការព្រមព្រៀងគ្នាមិនមែនបានន័យថាព្រមព្រៀងឲ្យអនុម័តកញ្ចប់ថវិកានឹងសម្រាប់1ឆ្នាំទេគឺដោយសារគណៈបព្វជិតតៃ7នាក់ដែលចង់បង្គ្រប់ឲ្យគ្រប់60ហ្នឹងគាត់និយាយថាចង់ឲ្យរដ្ឋាភិបាលបើកឲ្យបានយ៉ាងហោចណាស់ដល់ត្រឹមខែមករាចុងខែមករានេះសិនកុំឲ្យគាំងអញ្ចឹងរត់លុយរកអីទៅបើកវាវត្តឲ្យក្រសួងស្ថាប័ន3-4សំខាន់ហ្នឹងឲ្យដើរសិនហើយចរចាគ្នាទៀតតាក់ទងរឿងកញ្ចប់ថវិកាហ្នឹងយើងគេហៅថាបើកបដាលចរចាបដាលប៉ុន្តែមិនបើកឲ្យពេញទាំងស្រុងតែឥឡូវនេះគឺដោយសារតែមានសម្លេងបែបនេះរដ្ឋាភិបាលអាចនឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់នេះតែភាពត្រដាបត្រដួសនឹងវានៅតែជួបតទៅទៀតដល់រាបណាលោកត្រាំនៅតែប្រកាន់ចំហមិនព្រមខ្ជាក់លុយទៅជួយដល់ជនក្រីក្រនិងសេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋដែលខ្វះខាតដែលអាចប៉ះពាល់ដល់ជាង20លាននាក់ដោយអ្វីដែលជាការទាមទាររបស់គណៈបព្វប្រជាធិបតេយ្យនោះបងបាទឥឡូវនេះខ្ញុំស្លេះរឿងនំប៉័ង hamburger ម្ដុំប៉ុណ្ណឹងចូលដល់ចុងក្រោយដែលលោកត្រាំថ្ងៃនេះនៅពេលដែលគាត់តឡាការកពូលសម្រាប់សេចក្តីមកថានយោបាយលោកត្រាំដើម្បីតម្លើងពន្ធឡើងរាប់រយ%ឬក៏តម្លើងពន្ធគយបដិការអីនោះវាធ្ងន់ធ្ងរពេកនោះវាខុសរដ្ឋធម្មនុញ្ញអញ្ចឹង
តឡាការកម្ពុជាគឺក៏ចេញសេចក្តីសម្រេចទប់លោកត្រាំកុំឲ្យតម្លើងពន្ធបដិការនឹងខ្ពស់ហួសហេតុអីចឹងណាថាមិនសមហេតុសមផលពិបាកក្នុងផ្នែកពាណិជ្ជកម្មអីចឹងលោកត្រាំចេញសារមួយថាអ្នកណាមិនគ្រប់គ្រងការដំឡើងពន្ធគយគឺជាមនុស្សភ្លីភ្លើមិនចេះមើលផលចំណេញគាត់និយាយហ្នឹងដោយផ្អែកថាតាំងពីមានអាពន្ធគយហ្នឹងគាត់សំអាងថាអាមេរិកខ្លាំងជាងមុនអាមេរិកមានសេដ្ឋកិច្ចមាំជាងមុនហើយយើងសំលុយចំណេញលុយបានច្រើនហើយឥឡូវគាត់សន្យាទៀតថាប្រជាពលរដ្ឋអាមេរិកម្នាក់នឹងទទួលបានប្រាក់$2000 លាន$2000ជាសែកដើម្បីផ្ញើជូនទៅគាត់ដើម្បីបង្ហាញអំពីភាពចំណេញដែលបានប្រមូលពីការដំឡើងពន្ធការបដិការពន្ធគយជាមួយប្រទេសដទៃលើពិភពលោកហ្នឹងអានេះគាត់ចង់និយាយចឹងឃើញចំណេញអត់គាត់ប្រាប់ចឹងណាប៉ុន្តែបងប្អូនកុំតាន់អាលអអេពេកអត់ដឹងនៅឯណាទេលុយហ្នឹងគឺជាសារនយោបាយដែរចាំលុយហ្នឹងធ្លាក់មកចាំនេះប៉ុន្តែយ៉ាងណាវានៅដំណើរការច្រើនណាស់ព្រោះត្រូវកញ្ចប់ថវិកាបើឲ្យ2000មែនត្រូវសភាអនុម័តមិនអនុម័តអីវាច្រើនកលៈណាស់តែយ៉ាងណាអ្នកនយោបាយគេឆ្លៀតឱកាសដើម្បីប្រាប់អញ្ចឹងឲ្យមានចំណេញអីខ្លះឲ្យចែកលុយអីចឹងទៅប្រជាពលរដ្ឋអាចស្ងប់ថាទាស់ជាមួយលោកត្រាំមកកណោឥឡូវឃើញគេឲ្យសែកមក2000នោះឧទាហរណ៍ណាខ្ញុំថាឧទាហរណ៍ទេកុំអាលចាយលុយហ្នឹងអត់ទាន់ដឹងនៅឯណាទេអ្នកនយោបាយថាអារឿងចែកលុយតាំងពីគាត់ឡើងកាន់តំណែងមកថាមានចែកលុយចែកអីឯណាមកដល់ឥឡូវស្ងាត់ឈឹងអត់តបានរៀលទេដូច្នេះចាំមើលតទៅទៀតសិនបងប្អូនគ្រាន់តែថានេះគឺជាសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីបញ្ជាក់ប្រាប់ថាគោលនយោបាយតម្លើងពន្ធគយនៅលើប្រទេសទូទាំងពិភពលោកហ្នឹងអាមេរិកចំណេញអានេះជាការអះអាងប៉ុន្តែខាងតឡាការកម្ពុជាអាមេរិកវិញថាការដំឡើងពន្ធហួសហេតុពេកហ្នឹងគឺវាធ្វើឲ្យគេហៅការរកទទួលទានពាណិជ្ជកម្មហ្នឹងវាអយុត្តិធម៌វាមិនសមហេតុផលទេព្រោះគេមានស្តង់ដារគេថាពន្ធគយហ្នឹងគេតម្លើង15%ឬក៏ប្រមាណភាគរយគេមានបារ៉ែមគេមានការកំណត់របស់គេមិនមែនអាចឡើងម្ដង100 200អីស្រេចតែកំសួលនៃការចាត់ខឹងអីចឹងណាអញ្ចឹងអាមេរិកតឡាការកម្ពុជានេះគេចង់ប្រាប់មកថាឡើងក៏ឡើងក៏ប៉ុន្តែឲ្យវាមានភាពសមហេតុសមផលកុំឲ្យហួសហេតុតែលោកត្រាំគាត់នៅគិតថាតឡាការគ្មានសិទ្ធិអីបញ្ជាគាត់ទេគាត់ចង់ឡើងអីឥឡូវឃើញចំណេញនេះអ្វីដែលគាត់អះអាងបាទបងប្អូនខ្ញុំស្លេះការផ្សាយបន្តផ្ទាល់របស់ខ្ញុំពីរឿងព្រំដែនផងពីរឿងនៅអាមេរិកផងត្រឹមប៉ុណ្ណេះយើងជួបគ្នានៅថ្ងៃយប់ថ្ងៃស្អែកទៀតនៅពេលដែលមានព័ត៌មានលម្អិតតាក់ទងនឹងរឿងពីបញ្ហាព្រំដែនដែលកំពុងតែវិវត្តគួរឲ្យកត់សម្គាល់ហើយគួរឲ្យខ្លោចផ្សាប្រជាប្រដ្ឋយើងដូចជាមិនសប្បាយចិត្តហើយបងប្អូនជាពិសេសក្រុមគ្រួសាររបស់ទាហានទាំង18នាក់មិនដឹងជាទឹកភ្នែកយូប៉ុណ្ណាទៀតទេមិនដឹងតែក្រុមគ្រួសារគាត់គេនឹងយកទៅជាចំណាប់ខ្មាំងយូប៉ុណ្ណាទៀតជាង100ថ្ងៃហើយបងប្អូនអញ្ចឹងបងប្អូននៅខាងក្រៅប្រទេសហ្នឹងកុំបង្អង់ដៃឲ្យសោះតវ៉ាដាក់ញត្តិបាតកម្មអីបន្តទៀតដើម្បីដូចថាជាពិសេសជំរុញលោកត្រាំមកដែលលោកនាំគ្នាចង់បានឲ្យពានរង្វាន់សន្តិភាពNobel អីហ្នឹងគឺឲ្យគាត់ធ្វើមិនដាក់សម្ពាធថៃឲ្យដោះលែងទាហានយើង18នាក់សិនសំគិតអីទៀតព្រោះអីបើមិនចឹងខូចមុខលោកត្រាំដែរហើយបើអស់លោកដែលនាំគ្នាសារតលោក Michael Alfaro ដែលថាជាវីរៈបុរសហ្នឹងសូមឲ្យគាត់នាំគ្នាធ្វើញត្តិយ៉ាងម៉េចដើម្បីឲ្យដោះលែងទាហាន18នាក់ហ្នឹងឲ្យបានឲ្យខាងតែបានជាជាងការដែលបង្ហើរសារនយោបាយកុំឲ្យថាំងចេះតែជំរុញប៉ុន្តែឲ្យធ្វើជាក់ស្ដែងផងព្រោះឥឡូវ100ថ្ងៃជាងអត់ទាន់បានដោះលែងអីទេយើងកុំឲ្យបងប្អូនថាជាវីរៈបុរសហ្នឹងក៏ទៅវីរៈបុរសសាបដូចទឹកទលេអញ្ចឹងណាកុំឲ្យវាសាបអាភាពជាវីរៈបុរសហ្នឹងសូមជួយគ្នាបន្តទៀតខ្ញុំលើកទឹកចិត្តឲ្យជួយខ្មែរទៀតប៉ុន្តែសូមធ្វើឲ្យជាក់ស្ដែងឲ្យឃើញលទ្ធផលផងដើម្បីឲ្យទាហានយើងបានចេញមកឲ្យបានឆាប់ហើយកុំឲ្យយកសារនយោបាយហ្នឹងធ្វើឲ្យយើងនៅទឹកភ្នែកយូរពេកបាទសូមអរគុណច្រើនបងប្អូនសូមជម្រាបលាត្រឹមប៉ុណ្ណឹង